មើលឃើញសត្វស្លាបមួយគាត់ក៏ដេញតាមប្រមាញ់សត្វនោះវាហើរពីដើមឈើមួយទៅដើមឈើមួយទៀតបង្ធឿនគាត់ខំស្រែកហៅបងប្រុសរបស់គាត់ស្រែកហៅយ៉ាងណាក៏គាត់មិនឮចេះតែដើរទៅមុខរហូតគេទីនោះគាត់ក៏ខំដើរផងរត់ផងតាមពីក្រោយពេលនោះក៏ឃើញភ្លើងអ្វីម្យ៉ាងនៅព្រៃខាងមុខបង្ធឿនគាត់គិតថាជាបងប្រុសរបស់គាត់ហើយមើលទៅពេលនោះគាត់ក៏លោតចុះពីលើដើមឈើនោះរួចរត់សម្ដៅទៅរកភ្លើងនោះប៉ុន្តែមើលទៅលើក៏ឃើញខ្មោចស្រីម្នាក់កំពុងតោងយកមែកក៏បើកភ្នែកមកគាត់ក៏ឃើញខ្មោចមនុស្សប្រុសម្នាក់អោនមកជិតមុខគាត់ដើរបានមួយសន្ទុះពូម្នាក់នោះគាត់ងាកកបង្វិលមកខាងក្រោយមុខគាត់នឹងអញ្ចឹងគាត់ក៏សម្លឹងមើលទៅខាងក្រោមក៏ឃើញមនុស្សស្រីម្នាក់នៅខាងក្រោមដើមឈើគាត់នោះហើយមនុស្សស្រីនោះងាកកមកមើលគាត់ហើយមនុស្សស្រីនោះមកពីចម្ងាយចូលមកកាន់តែគៀកទៅដើមឈើគាត់ហើយពេលនោះគាត់មិនហ៊ានមាត់កអីនោះទេសម្ងំខ្លាចភ្លើងនោះវាដឹងថាគាត់នៅលើដើមឈើនឹងសូម្បីតែដង្ហើមមិនហ៊ានដកផងស្រាប់តែវាហោះមកដល់ដើមឈើគាត់កំពុងនៅនឹងក៏បានឮសំឡេងចេញពីភ្លើងនោះថាអញរកឯងឃើញហើយរឿងរ៉ាវមួយនេះបានកើតឡើងកាលពី20ឆ្នាំមុនទៅលើបងប្រុសម្នាក់ឈ្មោះបង្ធឿនកាលនោះគាត់បានចូលព្រៃទៅរកសត្វគាត់ចូលព្រៃក្បែរភូមិដែរទេពេលនោះគាត់នៅក្មេងអាយុ17ឆ្នាំពេលមួយគាត់បានចូលព្រៃជាមួយបងប្រុសរបស់គាត់កាលនោះដោយសារតែបងប្រុសរបស់គាត់ឃើញគាត់ហត់ពេកក៏ឲ្យប្អូនសម្រាប់រងចាំក្រោមដើមឈើមួយរួចគាត់បន្តទៅរកសត្វហើយគាត់ថារៀងល្ងាចបន្តិចគាត់នឹងត្រឡប់មកវិញឲ្យបង្ធឿនគាត់រងចាំនៅទីនោះកុំឲ្យទៅណាឲ្យសោះដោយបង្ធឿនគាត់មើលឃើញសត្វស្លាបមួយគាត់ក៏ដេញតាមប្រមាញ់សត្វនោះវាហើរពីដើមឈើមួយទៅដើមឈើមួយទៀតទីឯគាត់ក៏ចេះតែដើរតាមផងរត់ផងពីកន្លែងមួយទៅកន្លែងមួយទៀតរហូតដល់ភ្លេចខ្លួនក៏ចាកចេញពីកន្លែងរងចាំឆ្ងាយហើយមេឃក៏ជិតងាយពេលនោះគាត់ក៏សម្រេចចិត្តដើររកផ្លូវត្រឡប់ទៅវិញស្រាប់តែគាត់មើលឃើញបរិសម្នាក់ដូចជាបងប្រុសរបស់គាត់នៅខាងមុខបង្ធឿនគាត់ខំស្រែកហៅបងប្រុសរបស់គាត់ស្រែកហៅយ៉ាងណាក៏គាត់មិនឮចេះតែដើរទៅមុខរហូតគេទីនោះគាត់ក៏ខំដើរផងរត់ផងតាមពីក្រោយតែតាមមិនទាន់សោះបង្ធឿនគាត់ចេះតែតាមរហូតមិនដឹងទៅដល់ទីណានោះទេហើយមេឃក៏ងងឹតស្រាប់តែពេលនោះក៏បាត់បងប្រុសគាត់ទៀតមិនដឹងបាត់ទៅណានោះទេពេលនោះមេឃក៏ងងឹតគាត់ក៏នៅតែម្នាក់ឯងទៀតនៅក្នុងព្រៃស្ងាត់សូន្យហើយមិនដឹងថានៅទីណានោះទេគាត់រកដើមឈើណាមួយតោងឡើងទៅលើដើម្បីដេកសម្រាកក្រោយមកទៀតក៏ឮសម្រឹកជើងស្រែកហៅឈ្មោះគាត់ក៏ខំប្រឹងរកមើលពេលនោះក៏ឃើញភ្លើងអ្វីម្យ៉ាងនៅព្រៃខាងមុខបង្ធឿនគាត់គិតថាជាបងប្រុសរបស់គាត់ហើយមើលទៅពេលនោះគាត់ក៏លោតចុះពីលើដើមឈើនោះរួចរត់សម្ដៅទៅរកភ្លើងនោះប៉ុន្តែពេលគាត់ទៅដល់ក្បែរគាត់មើលទៅឃើញតែភ្លើងហោះមិនមានមនុស្សកាន់នោះទេពេលឃើញចឹងគាត់ក៏ពួនក្រោមដើមឈើមួយលួចមើលភ្លើងនោះហោះឡើងខ្ពស់ទៅរហូតចាក់ចេញពីទីនោះទៅពេលភ្លើងនោះចាក់ចេញទៅហើយគាត់ក៏រកដើមឈើក្បែរនោះឡើងទៅដេកសម្រាកនៅខាងលើម្ដងទៀតគាត់ដេកអោបដើមឈើផងភ័យផងយំផងចង្ងំបិទភ្នែកគេមិនទាន់បានប្រមាណផងស្រាប់តែគាត់ឮសំឡេងងឺតងត់នៅខាងលើគាត់សំឡេងដូចមែកឈើយកចុះយកឡើងហើយឮសំឡេងដូចជាមានមនុស្សកំពុងតែច្រៀងហឹមពេលនោះគាត់ក៏ងាកក្បាលងើយមើលទៅលើគាត់ឃើញខ្មោចស្រីម្នាក់កំពុងតោងយកមែកឈើខាងលើហើយអោនមុខមកមើលគាត់ហើយបើកភ្នែកសម្លឹងមកគាត់ពេលនោះគាត់ភ័យចង់កាំងលោតចុះពីមែកឈើនោះតែម្ដងហើយរត់ស្រែកជួយផងចាក់ចេញពីក្រោមដើមឈើនោះទៅព
ក្រោយពេលគាត់រត់ចាក់ចេញពីដើមឈើមួយដើមនោះគាត់ចេះតែរត់ទៅមិនដឹងរត់ទៅណានោះទេចេះតែរត់ទៅរត់រហូតទាល់តែលែងឮសំឡេងចម្រៀងហឹមនោះរួចគាត់ចេះតែដើរទៅពីព្រោះមិនហ៊ានរកដើមឈើណាឡើងទៅទៀតនោះទេគាត់ដើរបានបន្តិចគាត់ហត់ពេកពេលនោះគាត់ក៏ឃើញដុំថ្មប្រមាណដុំធំគាត់ឡើងទៅដេកសម្រាកមួយផ្លែតគាត់ដឹងដែរថាដេកនៅខាងក្រោមអញ្ចឹងបើមានសត្វសាហាវអ្វីវាមកគ្រោះថ្នាក់ប៉ុន្តែនៅលើដើមឈើក៏គ្រោះថ្នាក់ដែររួចគាត់គិតថាដេកសម្រាកតែមួយផ្លែតទេប៉ុន្តែគ្រាន់តែដេកបន្តិចគាត់ក៏លងលក់តែម្ដងមិនដឹងថាលក់យូរប៉ុណ្ណាទេតបមកគាត់ភ្ញាក់បន្តិចដោយសារតែឮសំឡេងមនុស្សក្រហាមដល់គាត់ឮអញ្ចឹងគាត់ក៏បើកភ្នែកមកគាត់ក៏ឃើញខ្មោចមនុស្សប្រុសម្នាក់អោនមកជិតមុខគាត់តែម្ដងពេលនោះគាត់គាំងសន្លប់ដេកនៅលើថ្មនឹងរហូតដល់ភ្លឺដល់ភ្នាក់ដឹងខ្លួនស្ទុះក្រោករត់ចេញពីថ្មនឹងទៅដើររកផ្លូវចេញផងរកផ្លែឈើផ្លែព្រៃញ៉ាំផឹកទឹកសន្សើមគាត់ថាពេលហ្នឹងគាត់ឃ្លានចេះតែស៊ីទៅរួចដើររកផ្លូវប៉ុន្តែរកមិនឃើញផ្លូវទៅវិញសោះរហូតដល់ថ្ងៃត្រង់ក៏ទៅជួបមនុស្សម្នាក់កំពុងរកអស់ឃើញអញ្ចឹងសប្បាយចិត្តណាស់រត់ទៅរកពេលដែលពូរកអស់នោះគាត់ឃើញធឿនគាត់រៀងភ្ញាក់ដែរចំមនុស្សមកពីណាក៏ដើរប្រែងអញ្ចឹងលោកធឿនប្រាប់ដំណើររឿងគាត់ហើយសុំឲ្យពូនោះជួយជូនទៅផ្ទះវិញជូនទៅភូមិវិញពូនោះក៏ហៅឲ្យដើរតាមគាត់មកគាត់ជូនទៅចេះតែដើរតាមទៅអត់មាននិយាយរកគ្នាមួយម៉ាត់សោះនៅតាមផ្លូវដើរបានមួយសន្ទុះពូម្នាក់នោះគាត់ងាកកបង្វិលមកខាងក្រោយមកមើលមុខគាត់មុខរបស់ពូនឹងជាប់ជីងជង់ឈើពេញមុខគាត់ឃើញអញ្ចឹងភ័យឡើងបាក់សក់ពេលនោះគាត់ត្រឡប់ក្រោយហើយរត់ចេះតែរត់យករួចខ្លួនទៅដល់កន្លែងមួយហើយពូនឹងក៏អត់មានមកតាមគាត់ដែរគាត់ក៏អង្គុយសម្រាកនៅទីនោះមួយផ្លែតសិនក្រោយពីគាត់សម្រាកបានបន្តិចគាត់ក៏ដើរស្រែកហៅរកបងប្រុសរបស់គាត់ផងហើយរកផ្លូវចេញផងប៉ុន្តែមិនមានអ្នកណាឮតបអីនោះទេផ្លូវចេញក៏រកមិនឃើញហើយមិនដឹងទាំងការដើររបស់គាត់នឹងចូលទៅភូមិឬក៏ចេញឆ្ងាយពីភូមិនោះទេឬក៏ចូលទៅក្នុងព្រៃកាន់តែជ្រៅនោះទេដើររហូតដល់មេឃងងឹតទៀតគាត់ក៏រកដើមឈើឡើងទៅសម្រាកដោយយុគមុនទៀតតែមុនឡើងគាត់មើលដើមឈើនឹងសិនឃើញថាគ្មានអីទេគាត់ក៏ឡើងទៅសម្រាកនៅខាងលើដើមឈើនោះទៅដល់ពេលគាត់សម្រាកលើដើមឈើមិនទាន់បានប្រមាណផងស្រាប់តែគាត់ឮសំឡេងនោះស្រីសើចហើយសំឡេងសើចនោះចូលមកគៀកទៅគាត់ខំសម្លឹងមើលទៅខាងលើដើមឈើគាត់កំពុងនៅអត់មានឃើញអីនៅលើដើមឈើនោះទេប៉ុន្តែសំឡេងសើចនោះគឺនៅជិតគាត់នឹងអញ្ចឹងគាត់ក៏សម្លឹងមើលទៅខាងក្រោមក៏ឃើញស្រីម្នាក់នៅខាងក្រោមដើមឈើគាត់នោះហើយមនុស្សស្រីនោះងាកកមកមើលគាត់ហើយមនុស្សស្រីនោះអត់មានភ្នែកនោះទេអាមាត់លានអណ្ដាតឈរមើលមកគាត់ស្ងៀមអាសំឡេងសើចនៅតែឮគាត់ភ័យពេកបិទភ្នែកអោបតាមឈើជាប់ហើយមិនយូរប៉ុន្មានក៏បាត់សំឡេងនឹងទៅហើយមនុស្សនៅខាងក្រោមនឹងក៏បាត់ទៅដែរទេសភាពការស្ងប់ស្ងាត់បន្តិចគាត់បើកភ្នែកទៅក៏ឃើញស្រមោលមនុស្សមកពីចម្ងាយគាត់រៀងអបន្តិចភ័យបន្តិចដល់ពេលស្រមោលនោះដើរចូលមកកាន់តែគៀកគាត់មើលទៅគឺឃើញបរិសម្នាក់អត់មានក្បាលនោះទេខ្លួនសុទ្ធតែស្នាមរបួសស្នាមគេកាប់សំខាន់មនុស្សនោះអត់មានក្បាលទេដើរកាត់ដើមឈើគាត់នៅនោះតែអត់ធ្វើអីគាត់នោះទេតែគាត់ភ័យចង់ធ្លាក់ពីលើដើមឈើទៅហើយក្រោយមកទៀតបានមួយសន្ទុះគាត់ក៏បានឃើញភ្លើងហោះមកពីចម្ងាយចូលមកកាន់តែគៀកទៅដើមឈើគាត់ហើយពេលនោះគាត់មិនហ៊ានមាត់កអីនោះទេសំងំខ្លាចភ្លើងនោះវាដឹងថាគាត់នៅលើដើមឈើនឹងសូម្បីតែដង្ហើមមិនហ៊ានដកផងស្រាប់តែវាហោះមកដល់ដើមឈើគាត់កំពុងនៅនឹងក៏បានឮសំឡេងចេញពីភ្លើងនោះថាអញរកឯងឃើញហើយពេលហ្នឹងគាត់លោតចុះពីលើដើមឈើហើយរត់ទៅមុខភ្លើងហោះនោះចេះតែដេញតាមក្រោយគាត់រហូត
ឯងកំរត់អញរកឯងឃើញហើយ គាត់ចេះតែរត់ទៅមកក៏ឃើញភ្លើងពីរបីនៅខាងមុខគាត់មិនដឹងជាភ្លើងស្អីនោះទេគាត់ចេះតែរត់ទៅក៏ឮសំឡេងហៅឈ្មោះគាត់ក៏ស្រែកទៅវិញថាជួយផងហើយគាត់រត់ទៅដល់ភ្លើងខាងមុខនោះទើបដឹងថាជាប៉ារបស់គាត់ហើយគាត់ក៏បានប៉ារបស់គាត់បងប្រុសរបស់គាត់ហើយនឹងពូម្នាក់ទៀតនៅក្នុងភូមិជួយត្រឡប់ទៅផ្ទះវិញទៅ